ជំរាបសួរបងប្អូនអរគ្នាបងប្អូនពេលដែលយើងចង់រក្សាទុកអំពិលទុំយើងឲ្យពណ៌ក្រហមស្អាតយើងត្រូវទុកក្នុងទូទឹកកកត្រូវគេបងប្អូនហើយមួយឆ្នាំមានតែម្ដងឯណាក្នុងដើមអំពិលទុំណាអញ្ចឹងពេលយកចេញវិញពិបាកមែនតើនិយាយទៅគឺវារឹងបងប្អូនពេលទូទឹកកកអញ្ចឹងរងឈើបានស្លុបពិបាកមែនតើអញ្ចឹងតោះខ្ញុំប្រាប់តិចនិចងាយស្រួលនេះបងប្អូននិយាយថាដល់ពេលមកយើងគ្រាន់តែឆ្កឹះទឹកសភាដាក់ចូលសម្លដាក់ចូលទឹកអំពិលទុំគឺអែមហ្មងហើយយើងអនាម័យស្អាតទៀតគឺយើងបានរមាស់វាស្អាតល្អអញ្ចឹងគ្រាន់តែត្រូវការភាពអត់ធ្មត់ទេបងប្អូនអញ្ចឹងសម្រាប់អំពិលទុំយើងដែលមានស្រាប់ហ្នឹងដែលមានគ្រាប់ឬក៏ខ្វៃគ្រាប់ចេញបងប្អូនអញ្ចឹងយើងត្រាំទឹកបែបនេះយើងត្រាំវាតតែរីកស្អាតបែបនេះនិយាយទៅគឺវាសាច់ដល់សាច់សម្បកអញ្ចឹងយើងចាប់បានត្រងវាបងប្អូនគឺយើងពូតយើងដាក់កសែងអញ្ចឹងមកហើយយើងពូតយកតែសាច់បងប្អូននេះសាច់បែបនេះបន្ទាប់មកគឺយើងយកទៅម្ងាស់នៅលើឆ្នាំងណាបងប្អូនម្ងាស់វាឲ្យយូរមែនតើនិយាយទៅតម្រាំបានរបស់ងាយស្រួលហ្នឹងគឺចំណាយពេលប្រហែលជា7 ម៉ោងកន្លះដែរតម្រាំបានតំណាប់អំពិលមួយដែលយើងអាចទុកក្នុងទូទឹកកកបានរាប់ខែបងប្អូនអត់ចេះខូចទេនិយាយទៅគឺទុកហូបដល់រដូវអំពិលវិញបានអញ្ចឹងណាហើយងាយស្រួលទៀតមិនបាច់ពិបាកដល់ពេលឡើងត្រូវអង្គុយឆ្កឹះព្រមតែចេញហត់ទេអត់ទេបងប្អូននេះយើងកូរបែបនេះមកកូររហូតតតែវាឡើងក្រហមឆ្អិនហើយដាច់ទឹកល្អទៅបងប្អូនអាចទុកក្នុងទូទឹកកកបានរាប់ខែបងប្អូនអត់ចេះខូចទេធ្វើតាមនេះខ្ញុំទៅបងប្អូនបងតាការធ្វើបែបនេះវាពិបាកបន្តិចបងប្អូនបាក់មុនសំណក់ក្រោយអញ្ចឹងណាអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះអរគុណច្រើនមែនទែន